បាទជាសួរអូខេបងខ្ញុំឈ្មោះចុនមន្តាខ្ញុំឈ្មោះសៃណាតើតើនឹងកម្រងជីកមុងលែនបើតាមខ្ញុំឆ្លាញ់ហើយខ្ញុំជឿនេះគឺទី1គឺឆ្លាញ់ទៅលើតំបន់ហើយនឹងប្រភេទផ្ទះដែលខ្ញុំឆ្លាញ់នៅម្លឹក 6A ហ្នឹងណាបងបាទហើយតើតើនឹងជីកមុងនេះគឺពួកខ្ញុំស្គាល់ទៅលើ social media ក៏ដូចជាយើងដឹងពីសំណង់មានន័យថាអ្នកដែលធ្លាប់នៅមុនហ្នឹងគាត់ណែនាំអញ្ចឹងណាបងបើនិយាយទៅអ្នកដែលខ្ញុំធ្លាប់យើងអាសាជាកាត់ឃើញគម្រោងហ្នឹងគឺពេញចិត្តចាំងពីដើមមកហ្មងហើយយូរហើយឆ្លាញ់ជីកមុងយូរហើយបងសម្រាប់ខ្ញុំឆ្លាញ់ម៉ូដផ្ទះហ្មងចាហើយវាធំទលាអញ្ចឹងខ្ញុំបន្ទប់ច្រើនអញ្ចឹងសម្រាប់ឲ្យកូនលេងបានជាមួយនឹងសួនអញ្ចឹងចានិយាយទៅខ្ញុំចង់បានផ្ទះដែលមាន supermarket នៅក្នុងហ្នឹងមានកន្លែងក្មេងមានកន្លែងហាត់ប្រាណមានអីមកឈុតអញ្ចឹងដល់ពេលអញ្ចឹងទៅវាស្រួលសម្រាប់ពួកខ្ញុំដែរមិនចាំបាច់ទៅកន្លែងណាផ្សេងអញ្ចឹងនៅតែក្នុងហ្នឹងក៏អាចshoppingបានក៏អាចហាត់ប្រាណបានជាមួយនឹងយកកូនលេងនៅក្នុងផ្ទះបរិយានឹងបានអញ្ចឹងណាមានន័យថាតើតើនឹងចង់បានមួយសេតហ្មងសម្រាប់ពួកខ្ញុំជាអ្នករស់នៅក្នុងហ្នឹងបងមានតាំងពីលើអនាម័យសន្តិសុខតាំងពីបរិយាកាសអីទាំងអស់គឺខ្ញុំចង់បានគម្រោងបែបហ្នឹងអញ្ចឹងបងបាទតើតើនឹងការទុកចិត្តនេះគឺយើងមើលឃើញជាក់ស្ដែងបងមានន័យថាពួកខ្ញុំធ្លាប់ជិះចូលមើលដែរអញ្ចឹងមានន័យថាជិះចូលមើលច្រើនខ្សែយើងឃើញតាំងពីយូរមកហើយយើងឆ្លាញ់តាំងពីយូរមកហើយយើងបានមើលទៅលើ social media ហើយយើងបានឃើញអតិថិជនរបស់ជីកមុងដែលគាត់រស់នៅក្នុងនឹងផ្ទាល់ក៏គាត់និយាយពីចំណុចល្អបាទហើយយើងត្រូវមើលខ្លួនឯងជាក់ស្ដែងឃើញសំណងឃើញការបុកគ្រឹះឃើញ process ការងារអីគឺនិយាយទៅយើងទទួលបានចង់និយាយថាយើងទទួលបានគុណភាពដូចតែអ្វីដែលគេនិយាយមែនតម្លៃមែនទែនទៅដល់ពេលយើងពិភាក្សាមែនទែនស័ក្តិសមនឹងតម្លៃទាំងហ្នឹងព្រោះដោយសារតែនៅក្នុងគម្រោងផ្ទះដែលយើងទិញហ្នឹងមិនថានៅក្នុងគម្រោងហ្នឹងមានសួនហើយតែដល់ផ្ទះដែលយើងទិញហ្នឹងក៏មានសួនជុំវិញដែរមានន័យថាឃើញពីសំណង់ឃើញពីសួនដែលយើងទទួលបានឬក៏ទំហំដីដែលយើងទទួលបានមានន័យថាស័ក្តិសមនឹងតម្លៃលើកដំបូងនេះគឺខ្ញុំចង់ណែនាំទៅអ្នកដែលគាត់កំពុងតែចង់បានសំណង់ល្អចង់បានកន្លែងដែលមានផាសុកភាពមានសន្តិសុខអនាម័យឬក៏អាចនិយាយបានថានៅក្នុងគម្រោងមានទាំងអស់មានន័យថាទាំង supermarket ក្លឹបហាត់ប្រាណអាងហែលទឹកកន្លែងកំសាន្តសួនអីហ្នឹងគឺខ្ញុំណែនាំឲ្យយកជីកមុងព្រោះដោយសារតែចំណុចទាំងអស់ដែលពួកខ្ញុំលើកឡើងនេះខ្ញុំមួយគ្រួសារក៏យើងដើរមើលកន្លែងផ្សេងជុំវិញហ្នឹងដែរតែគាត់ថាដើម្បីយើងសិក្សាអស់ទៅយើងគិតថាជីកមុងល្អសម្រាប់ពួកខ្ញុំជាគ្រួសារក៏ដូចជាសម្រាប់អ្នកដែលខ្ញុំត្រូវណែនាំទៅអញ្ចឹងណាបងបាទជីបមុងលែនជឿជាក់ក្នុងការរស់នៅ